បើចង់ធ្វើ steak ឆ្ងាញ់ណាពុកម៉ែបងប្អូនសាកដុតស្លឹកឈូកដូចពួកខ្ញុំដឹងតែបាល់ឡាយសាកដុតច្រើនដងហើយតែនៅតែ fail អត់កើតទេពុកម៉ែបងប្អូនណាយកក្បាច់ចាស់វិញរបៀបជាមួយនឹងទឹកម្រេចកពតខ្មែរយើងអូឆ្ងាញ់ណាស់ steak យើងមានវិធីធ្វើចាំមើលក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងទទួលបានកន្លឹះក្នុងការធ្វើទឹកសុសឆ្ងាញ់ហើយសាច់ steak ទិញពីណាមកតម្លៃធូរថ្លៃហើយចៀនប្រហែលនាទីអីប្រហែលនាទីក្នុងវីដេអូនេះគឺមានតាំងពីដុតខ្ទឹមទៀតអូឆ្ងាញ់ណាស់នេះហើយកន្លែងបោះដុំសាច់ steak ទៅតាម restaurant ធំដែលជាទូទៅយើងមិនសូវបានដឹងទេពុកម៉ែបងប្អូននេះសូមណែនាំដោយសារតែបានធ្វើមនុយ steak ឲ្យពុកម៉ែបងប្អូនបានដឹងពីវិធីធ្វើដែរអញ្ចឹងហើយត្រូវម៉ាច់តែម្ដងសម្រាប់ស្ត្រីមេផ្ទះឬក៏ថាយើងចង់ជួបជុំជួបលៀង party អីត្រូវការសាច់ steak តម្លៃសមរម្យលក់រាយលក់ដុំអីហ្នឹងគឺយើងអាចមកទិញនៅនេះបានគឺគាត់មានចាប់ពី200ក្រាម100ក្រាមចង់បានប្រហែលក៏បានដែរចង់គីឡូចង់ដុំធំប្រភេទសាច់មកពីអូស្ត្រាលីញូហ្សេឡង់អាមេរិកអីណាគឺគាត់មានទាំងអស់អូធំប៉ុណ្ណាណីតម្លៃគឺ$2 $3 $5ទៅតាមដុំតូចដុំធំដែលយើងចង់បានទៅតាមគុណភាពហើយប្រភេទទឹកដោះគោណាប្រភេទ brand good នេះគឺ brand របស់គាត់ផ្ទាល់ហើយមានតាំងពី cheese មានតាំងពីអីទៀតនិយាយទៅមកនេះគឺជាកន្លែងដែលអ្នកតាមហាង restaurant ធំគឺគេមកទិញសាច់ទិញកន្លែងទិញបន្លែទិញគ្រឿងអីគឺគេទិញពីហ្នឹងឯងប្រភេទទាំងអស់ហ្នឹងគឺគេយកទៅដាក់នៅហាងរបស់គេគឺទិញពីហ្នឹងអញ្ចឹងយើងជាអ្នកនៅផ្ទះយើងចង់បានរសជាតិចង់បានគ្រឿងផ្សំដូចនៅហាងអាចមក Lee Food នេះបានគឺថាអូចូលមកដល់ក្នុង store របស់គាត់គឺគាត់មានចង់សាច់ជៀមទាំងមូលទាំងដុំចេះក៏មានដែរនិយាយទៅមានមកចប់តែម្ដងដែលយើងចង់កំងយកផ្នែកណាកាត់ជាប្រទេសទំហំប៉ុណ្ណាអីគឺបានតាមចិត្តតែម្ដងអែមមែនតើពី Lee Foodថ្ងៃនេះមាន steak ច្រើនប្រភេទដែរអញ្ចឹងមកសាកធ្វើ steak ច្រើនវិធីជូនដល់ពុកម៉ែបងប្អូនតោះមកមើលវិធីធ្វើទាំងអស់គ្នាចំពោះបន្លែខ្ញុំប្រើម្រេចខ្ចី rosemary baby carrot ទំពាំងបារាំងពេញប៉ោះយកវាមកដល់ដាក់លាងសម្អាតឲ្យបានស្អាតចឹងមកចាំយើងយកវាទៅហាន់ចំពោះ baby carrot ហ្នឹងខ្ញុំយកវាមកពុះជាពីរហើយទំពាំងបារាំងហ្នឹងខ្ញុំកាត់យកតែផ្នែកខ្ចីឯងឥឡូវយើងមកបុកម្រេចធ្វើទឹកសោសរបស់យើងបុកម្រេចឲ្យរាងម៉ត់ហើយយើងមកហាន់ខ្ទឹមជាដុំតូចឲ្យហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមយកខ្ទឹមមើមហ្នឹងយកមកដុតខ្ញុំថែមម្រេចថែមអំបិលហើយប្រេងអូលីវបន្តិចយកវាមកដុតរយៈពេល30នាទីកម្ដៅ180អង្សាកំឡុងពេលដុតខ្ទឹមយើងងាកមកធ្វើទឹកសោសទាំងអស់គ្នាទឹកសោសហ្នឹងយើងប្រើទឹកសោសម្រេចកពតពុកម៉ែបងប្អូនគ្រឿងផ្សំមានដូចបង្ហាញហ្នឹងហើយឥឡូវនេះយើងចាក់ប៊ឺយើងកូរប៊ឺឲ្យលាហើយបន្ទាប់មកយើងដាក់ខ្ទឹមពុកម៉ែបងប្អូនកូរខ្ទឹមលីងបន្តិចហើយយើងចាក់ម្រេចចូលម្រេចកពតយើងគឺយើងបុកមិនបាច់ម៉ត់ពេកទេប្រើម្សៅស៊ុបប្រេងខ្យងទឹកឃ្មុំជាមួយនឹងទឹកដោះគោខ្ទិះយើងអត់ប្រើស្ករទេដោយសារយើងប្រើទឹកឃ្មុំជំនួសឲ្យពុកម៉ែបងប្អូនអញ្ចឹងសម្រាប់រសជាតិពេលដែលយើងចង់ខាប់ចង់រាវអីយើងអាចថែមទឹកថែមថយបានពេលហ្នឹងហើយយើងភ្លក់ទៅខ្វះអីយើងចូលចិត្តបែបម៉េចយើងថែមថយគ្រឿងពេលហ្នឹងឲ្យហើយខ្ទឹមយើងឆ្អិនឲ្យពុកម៉ែបងប្អូននេះអញ្ចឹងខ្ទឹមខ្ញុំដុត2ដងខ្ញុំដុតម្ដង15នាទីម្ដង15នាទីដើម្បីខ្ញុំថែមនេះទឹកអូលីវហ្នឹងទៅដើម្បីឲ្យបង្កើនរសជាតិហើយពណ៌វាគឺពណ៌ឡើងពណ៌ទឹកឃ្មុំបានឆ្អិនល្អសម្រាប់ខ្ទឹមនឹងឆ្ងាញ់ណាស់ហើយសាច់យើងយកមកខ្ញុំប្រើប្រភេទ rib eye និយាយទៅ steak យើងប្រើ rib eye ល្អយើងប្រើម្រេចជាមួយនឹងអំបិលតែប៉ុណ្្នឹងទេយើងទះវាតិចម៉ាសាតិចសងខាងយ៉ាងមកហើយសម្រាប់ steak មានពីរប្រភេទមាន rib eye ក៏ដូចជា strip loin សម្រាប់ rib eye សម្រាប់អ្នកដែលចូលចិត្តខ្លាញ់ប្រើ rib eye ហើយ steak នេះយើងប្រើពេល3នាទីវាចូលឆ្អិនវាហៅ well done មានន័យវាឆ្អិនពេកប៉ុន្តែបើពុកម៉ែបងប្អូនចង់បានរបៀបមាន juicy មានជាតិទឹកល្អ medium អីហ្នឹងគឺយើងប្រើតែ1នាទីបានហើយមួយខាង1នាទីពុកម៉ែបងប្អូនហើយសម្រាប់ steak នេះគឺយើងប្រើ strip loin ហើយយើងប្រើ rosemary យើងប្រើ bơ យើងដាក់ bơ ហើយយើងដាក់បន្លែដាក់អីដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយយើងប្រើប្រេងខ្យងដើម្បីបង្កើនរសជាតិមកបែបរបៀបលំនាំជាខ្មែរយើងវិញអាហ្នឹងគឺជាតាក់ទិចមួយដែរពេលដែលអ្នកទាំងអស់គ្នាដាក់ប្រេងខ្យងសឹងថាយើងញ៉ាំអត់ចាំបាច់ដាក់ទឹកគីឡូក៏បានដែរមានជាតិហ្មងហើយសាច់ពេលដែលយើងស្រង់មកភ្លាមយើងហាន់ភ្លាមវានឹងចេញបែបនេះមានតែឈាមវានៅតែផ្ដុំកដាលអញ្ចឹងវាធ្វើឲ្យសាច់អត់សូវ juicy ទេតែពុកម៉ែបងប្អូនទុកឲ្យវាសម្រាក5នាទីគេហៅ rest ហ្នឹង rest 5នាទីឈាមវានឹងរត់ពេញសាច់នេះវា juicy ហើយទំនងញ៉ាំទៅឆ្ងាញ់ណាពុកម៉ែបងប្អូននេះជាកលឹះមួយសំខាន់ណាពេលដែលយើងញ៉ាំ steak គឺយើងត្រូវឲ្យវា rest 5នាទីសិនយ៉ាងតិចអញ្ចឹងណាអូយដាក់ decor តុបតែងមកជាមួយនឹង sauce ម្រេចកពតរបស់យើងនឹងឆ្ងាញ់ណាពុកម៉ែបងប្អូនអើយញ៉ាំមិនចាំបាច់ប្រើទឹកគេលក់នឹងក៏អែមដែរអញ្ចឹងថ្ងៃស្អែកចង់ធ្វើវីដេអូអីទៀតជួយ comment ខាងក្រោម fat